អរគ្នាចាត់ថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីអត្ថប្រយោជន៍របស់រក្សារែកក្រហមដែលយើងចំណាំថានេះគឺជាផ្ការក្សាហើយនេះគឺជាផ្ការែកក្រហមផ្ការែកក្រហមមានការពណ៌ស្វាយแบบនេះបងប្អូនចាស្អាតខ្លាំងមែនតើចាផ្ការែកក្រហមមានពណ៌ស្វាយចាចំណែកផ្ការែកសនេះគឺពណ៌សអញ្ចឹងផ្កាហ្នឹងគឺម្បូរជាមួយគ្នាទេបងប្អូនទាំងអស់គ្នាក្រៅពីគេធ្វើកម្រងផ្កាបងប្អូនទាំងអស់គ្នាគឺអត្ថប្រយោជន៍របស់វាជួរនេះបងប្អូនចាជួរហ្នឹងគឺយើងអាចចានៅស្លឹករបស់វាក៏មានជួរផ្កានេះក៏មានជួរគឺយើងប្រើសម្រាប់ធ្មេញយើងរាក់ស៊ីធ្មេញចាសម្រាប់បងប្អូនមានបញ្ហារាក់ស៊ីធ្មេញអីពុកម៉ែបងប្អូនទាំងអស់គ្នាអាចយកជួរហ្នឹងយកទៅញីចាជារៀងរាល់ពេលព្រឹកបានចាអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាហើយបងប្អូនមានចម្ងល់ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ឱសថបងប្អូនអាចខមមិនខាងក្រៅវីដេអូរបស់នេះខ្ញុំបានអរគុណច្រើនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីអត្ថប្រយោជន៍របស់រក្សារែកក្រហមដែលយើងចំណាំថានេះគឺជាផ្ការរក្សាហើយនេះគឺជាផ្ការែកក្រហមផ្ការែកក្រហមមានការពណ៌ស្វាយแบบនេះបងប្អូនចាស្អាតខ្លាំងមែនតើចាផ្ការែកក្រហមមានពណ៌ស្វាយចាចំណែកផ្ការែកសនេះគឺពណ៌សអញ្ចឹងផ្កាហ្នឹងគឺម្បូរជាមួយគ្នាទេបងប្អូនទាំងអស់គ្នាក្រៅពីគេធ្វើកម្រងផ្កាបងប្អូនទាំងអស់គ្នាគឺអត្ថប្រយោជន៍របស់វាជួរនេះបងប្អូនចាជួរហ្នឹងគឺយើងអាចចានៅស្លឹករបស់វាក៏មានជួរផ្កានេះក៏មានជួរគឺយើងប្រើសម្រាប់ធ្មេញយើងរាក់ស៊ីធ្មេញចាសម្រាប់បងប្អូនមានបញ្ហារាក់ស៊ីធ្មេញអីពុកម៉ែបងប្អូនទាំងអស់គ្នាអាចយកជួរហ្នឹងយកទៅញីចាជារៀងរាល់ពេលព្រឹកបានចាអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាហើយបងប្អូនមានចម្ងល់ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ឱសថបងប្អូនអាចខមមិនខាងក្រៅវីដេអូរបស់នេះខ្ញុំបានអរគុណច្រើនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីអត្ថប្រយោជន៍របស់រក្សារែកក្រហមដែលយើងចំណាំថានេះគឺជាផ្ការរក្សាហើយនេះគឺជាផ្ការែកក្រហមផ្ការែកក្រហមមានការពណ៌ស្វាយแบบនេះបងប្អូនចាស្អាតខ្លាំងមែនតើចាផ្ការែកក្រហមមានពណ៌ស្វាយចាចំណែកផ្ការែកសនេះគឺពណ៌សអញ្ចឹងផ្កាហ្នឹងគឺម្បូរជាមួយគ្នាទេបងប្អូនទាំងអស់គ្នាក្រៅពីគេធ្វើកម្រងផ្កាបងប្អូនទាំងអស់គ្នាគឺអត្ថប្រយោជន៍របស់វាជួរនេះបងប្អូនចាជួរហ្នឹងគឺយើងអាចចានៅស្លឹករបស់វាក៏មានជួរផ្កានេះក៏មានជួរគឺយើងប្រើសម្រាប់ធ្មេញយើងរាក់ស៊ីធ្មេញចាសម្រាប់បងប្អូនមានបញ្ហារាក់ស៊ីធ្មេញអីពុកម៉ែបងប្អូនទាំងអស់គ្នាអាចយកជួរហ្នឹងយកទៅញីចាជារៀងរាល់ពេលព្រឹកបានចាអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាហើយបងប្អូនមានចម្ងល់ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ឱសថបងប្អូនអាចខមមិនខាងក្រៅវីដេអូរបស់នេះខ្ញុំបានអរគុណច្រើន